បាទជាដំបូងសូមគោរពជំរាបសួរសូមថ្វាយសិរីល្អព្រះជាម្ចាស់ព្រះអង្គជាព្រះមេត្រីនៅព្រះគម្ពីរពីកូរិនថូសចំពុក5ខ18ខ21បានចែងថាព្រះអង្គជាស្ពានមេត្រីតោះយើងទៅអានជាមួយគ្នាគ្រប់ទាំងអស់គឺមកពីព្រះដែលទ្រង់បានផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ដោយសារព្រះយេស៊ូវគ្រីស្ទហើយបានប្រទានការងារផ្សះផ្សានោះមកយើងខ្ញុំដែរគឺពីដំណើរដែលព្រះទ្រង់គង់នៅក្នុងព្រះគ្រីស្ទកំពុងផ្សះផ្សាលោកីនឹងព្រះអង្គទ្រង់ឥតប្រកាន់ទោសគេទៀតហើយទ្រង់បានប្រគល់ព្រះបន្ទូលពីការផ្សះផ្សានោះមកយើងខ្ញុំដូច្នេះយើងខ្ញុំជាទូតតំណាងព្រះគ្រីស្ទហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំគឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថាចូលឲ្យបានជាមេត្រីនឹងព្រះចុះត្បិតឲ្យព្រះអង្គដែលមិនបានស្គាល់បាបសោះនោះព្រះទ្រង់បានធ្វើឲ្យត្រឡប់ជាទូបាបជំនួសយើងរាល់គ្នាវិញដើម្បីឲ្យអ្នករាល់គ្នាបានត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះដោយនៅព្រះអង្គនោះឯងបាទសូមថ្វាយសិរីល្អព្រះអង្គជាព្រះផ្សះផ្សាហើយសម្រាប់បម្រើព្រះអង្គគឺមានកាតព្វកិច្ចក្នុងភាពជាទូតតំណាងព្រះគ្រីស្ទបាទជាទូតតំណាងព្រះអង្គធំណាស់បងប្អូនណាហាក់ដូចជាព្រះទ្រង់អង្វរឲ្យយើងខ្ញុំគឺអង្វរគេជំនួសព្រះគ្រីស្ទថាចូលឲ្យបានមេត្រីនឹងព្រះចុះព្រះអង្គទទូចអង្វរណាទូចអង្វរឲ្យគ្រប់ទាំងតំណាងព្រះអង្គបានជាស្ពានមេត្រីនឹងគេចុះដោយព្រះអង្គដែលមិនស្គាល់បាបសោះទ្រង់បានធ្វើឲ្យត្រឡប់ទៅបាបជំនួសយើងរាល់គ្នាដើម្បីឲ្យយើងរាល់គ្នាត្រឡប់ទៅជាសេចក្តីសុចរិតរបស់ព្រះដោយនៅព្រះអង្គនោះវិញព្រះបន្ទូលផ្សះផ្សាដ៏មានអត្ថន័យព្រះបន្ទូលព្រះអង្គកំពុងតែផ្សះផ្សាលោកីនឹងព្រះអង្គទ្រង់ព្រះអង្គឥតប្រកាន់ទោសគេទៀតហើយទ្រង់បានប្រគល់ព្រះបន្ទូលពីការផ្សះផ្សានោះមកដល់យើងទាំងអស់គ្នាជាអ្នកជឿនេះគឺជាព្រះបន្ទូលព្រះអង្គបញ្ជាក់យ៉ាងដូចនេះកត្តាទាំងអស់នេះដោយសារតែមានមូលហេតុណាបងប្អូនមានមូលហេតុដែលព្រះអង្គបានដាក់ភារកិច្ចដាក់កាតព្វកិច្ចព្រះអង្គបានដាក់ព្រះបន្ទូលសម្រាប់ទូតតំណាងព្រះអង្គឲ្យធ្វើការណាដោយហេតុនោះលោកីនេះកំពុងតែបែកបាក់លោកីនេះកំពុងតែចលាចលប្រទេសមួយនិងប្រទេសមួយមានការធ្វើសង្គ្រាមនឹងគ្នាមានការឆ្លោះទាស់ទែងគ្នាហើយធម្មជាតិឥឡូវនេះក៏មានការបាក់បែកដែរមានន័យថារំជ្រួយមានរឿងច្រើនកើតឡើងនៅក្នុងពិភពលោកនេះដែលជាបង្ហាញឃើញថាលែងមានមេត្រីភាពណាលែងមានមេត្រីភាពមានតែការបាក់បែកមានតែការព្រាត់ប្រាសមានតែការរង្គោះរង្គើណារង្គោះរង្គើដូចជាជុះស៊ូណាមីដូចជាបញ្ហាលោកយៈអីផ្សេងកើតឡើងនៅពិភពលោកនេះផែនដីអត់មានមេត្រីទៀតទេណាផែនដីកំពុងតែរងនៅការបាក់បែកការប្រេះស្រាំដូច្នេះហើយបានជាក្នុងនាមយើងជាអ្នកដែលជឿក្នុងនាមយើងជាអ្នកដែលព្រះអង្គផ្ដល់សិទ្ធិអំណាចឲ្យយើងជាទូតនោះឲ្យយើងទៅផ្សះផ្សាលោកីណាផ្សះផ្សាលោកីមូលហេតុដែលកើតឡើងនោះគឺដូចនេះតើយើងទៅមុខទៀតបាទយើងទៅមុខទៀតแล้วខ្ញុំចាក់ slide តែម្ដងបាទមូលហេតុគឺយ៉ាងដូចនេះបាទ slide មិនអាចមើលឃើញទេយើងធ្វើចេះវិញណាអញ្ចឹងមូលហេតុគឺដូចនេះមនុស្សត្រូវបំបែកចេញពីព្រះណាមនុស្សយើងត្រូវបានឃ្លាតឆ្ងាយពីព្រះអង្គមានជំហុកយ៉ាងធំនៅកណ្ដាលគម្ពីរអេសាយចំពុក59ខ2បញ្ជាក់ថាអំពើទុច្ចរិតរបស់អ្នករាល់គ្នាបានញែកអ្នករាល់គ្នាចេញពីព្រះនេះគឺជាព្រះគម្ពីរបានប្រាប់យើងនឹងទៅអានគម្ពីរទាំងស្រុងបន្តិចទៀតនេះយើងមើលឃើញអំពីលក្ខណៈនៃការ depression នៃការបាក់បែកនៃការទុក្ខវេទនាណាទុក្ខវេទនាផ្លូវចិត្តកើតពីការផ្លូវចិត្តកើតពីការបែកបាក់គ្នាអត់សាមគ្គីអត់យោគយល់គ្នាលោភលន់បាក់ពួកណាហ្នឹងហើយការប្រកាន់ពូជសាសន៍ផ្សេងធ្វើឲ្យមានសង្គ្រាមនេះហើយលុយជាសញ្ញានៃអន្ទាក់ណានៃអន្ទាក់លោភលន់បាក់បែកកេងប្រវ័ញ្ច
នេះភាពឯកោភាពអត់មានមេត្រីនៅក្នុងចិត្តការប្រកែកហាតការខូចចិត្តផ្សេងកើតឡើងដោយសារយើងអត់មានមេត្រីនឹងព្រះជាម្ចាស់គឺជាអំពើទុច្ចរិតរបស់ឯងរាល់គ្នាតែបានខណ្ឌជាកណ្ដាលឯងហើយនឹងព្រះនៃឯងទេតើហើយអំពើបាបរបស់ឯងរាល់គ្នាបានបាំងព្រះភ័ក្ត្រទ្រង់មិនឲ្យឯងឃើញដល់ម្លេះបានជាទ្រង់មិនព្រមស្ដាប់ទេអាមែនមូលហេតុដែលយើងអធិដ្ឋានទៅព្រះអង្គមិនស្ដាប់មូលហេតុដែលផែនដីនេះមានបញ្ហាច្រើនហើយយើងសួរថាហេតុតើរឿងទាំងអស់ហ្នឹងហេតុអីក៏ព្រះអង្គមិនជួយសង្គ្រោះគេហេតុអីក៏ព្រះអង្គមិនផ្សះផ្សាមិនឲ្យគេមានសន្តិភាពដោយសារតែអំពើទុច្ចរិតរបស់ឯងរាល់គ្នាបានខណ្ឌកណ្ដាលឯងហើយនឹងព្រះនៃឯងទេតើណាព្រះគម្ពីរបានប្រាប់ថាដោយសារអំពើទុច្ចរិតដោយសារអំពើបាបដែលខណ្ឌកណ្ដាលរវាងយើងហើយនឹងព្រះជាម្ចាស់អរគុណដល់ព្រះអង្គយើងតទៀតមូលហេតុដែលបង្កឲ្យមានរឿងនឹងកើតឡើងនៅលើផែនដីយើងនេះគឺមានរឿងតាំងតែពីបុរាណមកដើមកំណត់នៃអំពើបាបដែលមិនស្ដាប់បង្គាប់របស់លោកអាដាមនៅព្រះគម្ពីរលោកុបាទចំពុក2ខ15ដល់ខ17បានចែងថាព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអាដាមទៅដាក់នៅក្នុងសួនច្បារអេដែនឲ្យគាត់ធ្វើការហើយថែរក្សាព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បង្គាប់ទៅអាដាមថាឯងនឹងស៊ីផ្លែឈើទាំងអស់នៅក្នុងសួនច្បារនេះបានតាមចិត្តតែឯត្រង់ដើមដឹងខុសត្រូវនោះមិនត្រូវឲ្យឯងស៊ីផលឡើយបិទនៅថ្ងៃណាដែលឯងស៊ីនោះនឹងត្រូវស្លាប់ជាមិនខានព្រះអង្គបានបង្កើតអាដាមចេញពីដីមកដោយផ្លុំធូលីដោយផ្លុំខ្យល់ដង្ហើមចូលនៅក្នុងរុនច្រមុះណាយកធូលីដីបង្កើតអាដាមមកហើយផ្លុំខ្យល់ដង្ហើមចូលតាមរុនច្រមុះបានបង្កើតអាដាមព្រះអង្គយកអាដាមទៅដាក់នៅក្នុងសួនច្បារអេដែនដ៏ស្រស់ស្អាតហើយបង្កើតគ្រប់របស់សពសារពើដែលមានហើយឲ្យអាដាមគ្រប់គ្រងឲ្យអាដាមថែរក្សាអ្វីដែលព្រះអង្គចង់ឲ្យអាដាមបានសុខសប្បាយព្រះអង្គបានបន្ទុកបណ្ដាំនោះព្រះអង្គដឹងថាដើមឈើមួយដែលដឹងខុសត្រូវដែលនៅកណ្ដាលនោះគឺមិនត្រូវឲ្យបរិភោគឡើយនៅពេលណាឲ្យបរិភោគនោះនឹងស្លាប់នេះគឺជាគោលបំណងដ៏ល្អដែលព្រះអង្គចង់ឲ្យអាដាមរស់នៅទីនេះបានសុខសាន្តយូរអង្វែងទៅប៉ុន្តែយើងដឹងហើយថាមានរឿងកើតឡើងចំពោះអាដាមនៅពេលណាអាដាមមិនបានស្ដាប់បង្គាប់ដល់ព្រះជាម្ចាស់អ្វីដែលព្រះអង្គចង់បានអាដាមធ្វើអ្វីគ្រប់យ៉ាងព្រះអង្គបានប្រទានអាដាមហើយប៉ុន្តែរឿងដែលព្រះអង្គបានដាក់ដើមឈើដើមខុសត្រូវនេះគ្រាន់តែរឿងមួយដែលចង់ដឹងថាអាដាមបានចង់ស្ដាប់បង្គាប់ដល់ព្រះដែរឬទេណាអ្វីដែលព្រះអង្គចង់បានគឺការស្ដាប់បង្គាប់អរគុណដល់ព្រះអង្គឥឡូវនេះយើងមើលអំពីរូបភាពព្រះអង្គបានផ្ដល់គ្រប់ទាំងអស់តាំងពីថ្ងៃដំបូងមានពន្លឺមានទឹកណាមានទឹកមានសត្វបក្សាបក្សីមច្ឆារស់រវើកនៅក្នុងទឹកណាថ្ងៃទី1ទី2ទី3ទី4ព្រះអង្គបានកាត់តួពន្លឺធំបំភ្លឺនៅពេលថ្ងៃបំភ្លឺនៅពេលយប់ហើយព្រះអង្គក៏បង្កើតនៅថ្ងៃទី5មានសត្វត្រីសត្វមច្ឆាជាតិហើយនឹងដីគ្រប់បែបគ្រប់យ៉ាងទាំងអស់មានទាំងរុក្ខជាតិតាមពូជនៅថ្ងៃទី6ព្រះអង្គបានបង្កើតសត្វចតុបាទមានសត្វដែលមានជើង4ដំរីណាខ្លាជៀមប្រើសអីអញ្ចឹងទៅហើយនៅវេលានោះគឺមនុស្សព្រះអង្គបានបង្កើតនៅថ្ងៃទី6ណាព្រះអង្គបង្កើតនៅថ្ងៃទី6ចុងក្រោយគេព្រះអង្គបានបង្កើតមនុស្សចំរូបអង្គព្រះអង្គមានដួងចិត្តមានសេចក្តីស្រឡាញ់មានសេចក្តីមេត្តាករុណាជាម្ចាស់ការជាអ្នកគ្រប់គ្រងមានព្រះវិញ្ញាណណាមានវិញ្ញាណវិសេសជាងពពួកសត្វនិងអ្វីដែលព្រះអង្គបង្កើតពីមុនមកឥឡូវនេះយើងមើលសុខសន្តិភាពនិងមេត្រីភាពនៅទីនេះគឺពោពេញទៅដោយសុភមង្គលនិងភាពស្រស់ស្អាតខ្លាំងបំផុតណាបងប្អូនយើងមើលឃើញអំពីទាំងទស្សនីយភាពឃើញថាភាពមេត្រីភាពសត្វខ្លានៅជាមួយនឹងយើងសត្វដំរីក៏មិនមានការវាយប្រហារគ្នារវាងខ្លាដំរីឬក៏សត្វសាហាវណាមួយដែរប៉ុន្តែនៅវេលាមួយនឹងមកដល់តោះយើងទៅមើលជាមួយគ្នាអេវ៉ាចាញ់លបួងលោកុបាទចំពុក3ខ1ដល់ខ7បានចែងថាឯពស់ជាសត្វចេះអបាយកលលើ
ជាងអស់ទាំងសត្វព្រៃដែលព្រះយេហូវ៉ាដោយជាព្រះទ្រង់បានបង្កើតវានិយាយទៅកាន់ស្ត្រីថាតើព្រះយេហូវ៉ាហាមមិនឲ្យអ្នកបរិភោគផ្លែឈើណានៅក្នុងសួនច្បារមែនឬស្ត្រីឆ្លើយតបថាយើងបរិភោគអស់ទាំងផ្លែឈើនៅក្នុងសួនច្បារបានតែត្រង់ដើមឈើមួយដែលនៅកណ្ដាលសួនច្បារនោះព្រះទ្រង់មានបន្ទូលថាកុំឲ្យបរិភោគផ្លែនោះឡើយថែមទាំងកុំឲ្យប៉ះពាល់ផងក្រៃលោស្លាប់រួចពស់និយាយទៅស្ត្រីថាអ្នកមិនស្លាប់ជាពិតទេត្បិតព្រះទ្រង់ជ្រាបថានៅថ្ងៃណាដែលអ្នកបរិភោគនោះភ្នែកអ្នកនឹងបានភ្លឺឡើងហើយអ្នកនឹងបានដូចជាព្រះដែរព្រមទាំងដឹងការខុសត្រូវផងការស្ត្រីបានឃើញថាផ្លែឈើនោះបរិភោគបានក៏ជាទីគាប់ដល់ភ្នែកហើយជាដើមដែលល្មមគួរនឹងចង់បានដើម្បីឲ្យបានប្រាជ្ញានោះនាងក៏យកផ្លែមកបរិភោគព្រមទាំងចែកដល់ប្តីដែរគាត់ក៏បរិភោគតាមយើងឃើញថានេះគឺជាព្រះបន្ទូលដែលអេវ៉ាបានចាញ់ល្បួងយើងមើលផ្ទាំងទស្សនីយភាពជាមួយគ្នាទី1សត្វពស់បានល្បួងបានចូលមកសួរអេវ៉ាណាសួរអេវ៉ាហើយអ្វីដែលអេវ៉ាទទួលនៅការឆ្លើយតបណាពេលដែលមនុស្សលោកយើងអាកាសអាក្រក់មកហើយយើងទទួលការឆ្លើយតបនោះយើងងាយនឹងធ្លាក់ល្បួងអញ្ចឹងហើយពេលណាដែលអាកាសអាក្រក់មកយើងនឹងបដិសេធណាយើងកុំនិយាយរោយើងបដិសេធឆ្លើយថាទេចំពោះគ្រឿងញៀនណាឆ្លើយថាទេចំពោះការអាក្រក់ណាអញ្ចឹងយើងមិនងាយនឹងធ្លាក់ការល្បួងទេប៉ុន្តែនេះផ្ទុយទៅវិញអេវ៉ាគាត់បានសន្ទនាជាមួយអរិយណាព្រះគម្ពីរបានឃើញបានចែងខាងលើថាម៉េចអេវ៉ាបានសន្ទនាជាមួយនឹងអរិយនៅពេលណាដែលពស់បានសួរនាងឆ្លើយណានាងឆ្លើយប្រាប់អត់មានលក្ខទេហើយនាងស្ដាប់សត្វពស់នឹងឯងណានាងស្ដាប់សត្វពស់ហើយធ្វើតាមដោយសារចិត្តចង់បានដោយសារឃើញផ្លែស្រស់ស្អាតដោយសារជាទីគាប់ដល់ភ្នែកនាងក៏បេះមកហើយក៏ប្រគល់ទៅឲ្យអ្នកដែលនាងស្រឡាញ់គឺអាដាមហើយអាដាមសោតក៏គាត់ទទួលយកគាត់បានភ្លេចនៅព្រះបន្ទូលដែលព្រះអង្គបានផ្ដាំណាបានផ្ដាំអញ្ចឹងគាត់ក៏បានទទួលយកអញ្ចឹងនេះហើយគឺជាលក្ខណៈដែលគាត់បានចាញ់នៅការល្បួងហើយមិនព្រមស្ដាប់ព្រះបន្ទូលព្រះអង្គតោះយើងទៅទៀតសេចក្តីសន្យាដំបូងនៃការសង្គ្រោះទោះជាមានរឿងនឹងកើតឡើងចំពោះលោកតាអាដាមលោកយាយអាដាមយ៉ាងណាក៏ដោយបិតានៃសេចក្តីស្រឡាញ់ព្រះអង្គមិនបោះបង់អាដាមអេវ៉ាឬក៏ពូជពងរបស់គាត់ឡើយទ្រង់បានបង្គាប់ដល់ពស់ថាអញនឹងឲ្យឯងហើយនឹងស្ត្រីគឺទាំងពូជឯងនិងពូជនាងមានសេចក្តីខ្មាំងនឹងគ្នាពូជនាងនឹងកិនក្បាលឯងហើយឯងនឹងចឹកកែងជើងគេនេះគឺជាសេចក្តីសន្យាដំបូងនៃការសង្គ្រោះដែលព្រះអង្គមានបន្ទូលមកពូជរបស់មនុស្សណាព្រះអង្គនឹងយាងមកតាមពូជរបស់មនុស្សព្រះអង្គនឹងយាងមកដើម្បីសង្គ្រោះយើងតាមរយៈស្ត្រីណានេះគឺជាការបង្ហាញសេចក្តីសន្យាជាសេចក្តីសង្ឃឹមដ៏មុតមមហើយច្បាស់លាស់ព្រះអង្គអាចបានយាងមកផែនដីនេះតាមរយៈព្រះអង្គចុះពីឋានសួគ៌ឬចេញពីដុំថ្មឬក៏ចេញពីមហាសាគរណាឡើយប៉ុន្តែព្រះអង្គយាងមកនៅក្នុងម៉ាថាយចំពុក1បានចែងថាព្រះអង្គយាងមកតាមរយៈស្ត្រីព្រហ្មចារីណាស្ត្រីព្រហ្មចារីដោយព្រះវិញ្ញាណបរិសុទ្ធសន្ធិដ្ឋលើនាងអូខេអញ្ចឹងនេះគឺជាសេចក្តីសន្យាហើយគឺជាចម្លើយដែលព្រះអង្គយាងមកតាមរបៀបណាអរគុណព្រះអង្គដែលព្រះអង្គស្រឡាញ់យើងព្រះអង្គមានផែនការព្រះអង្គបានរក្សានៅសេចក្តីសន្យាព្រះអង្គសម្រាប់ពូជមនុស្សនឹងចំនួនយើងទាំងអស់គ្នាអរគុណដល់ព្រះអង្គយើងមើលរូបភាពណានេះជាសេចក្តីសន្យាដំបូងនៃការសង្គ្រោះព្រះអង្គនឹងឲ្យពូជមនុស្សជន់ក្បាលពស់ហើយពស់នឹងចឹកកែងជើងគេនេះគឺជារឿងដែលត្រូវកើតឡើងនៅពេលខាងក្រោយណាចឹងអរគុណដល់ព្រះអង្គយើងបន្តទៀតព្រះយេស៊ូវជាស្ពានមេត្រីតែមួយគត់យើងឃើញរូបពស់អមិញព្រះអង្គព្រះយេស៊ូវទ្រង់យាងមកប្រសូតនឹងស្ត្រីព្រហ្មចារីព្រះគម្ពីរបានចែងថាយូហានចំពុក3ខ16បានចែងថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្លេះ
បានជាទ្រង់ប្រទានព្រះជាបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះជាបុត្រានោះមិនត្រូវវិនិច្ឆ័យឡើយគឺឲ្យមានជីវិតអកាលជានិច្ចវិញអាមែនព្រះអង្គបានប្រទានព្រះជាបុត្រាហើយបុត្រានោះព្រះអង្គត្រូវសុគត3ថ្ងៃហើយរស់ឡើងវិញនេះជាសេចក្តីសង្គ្រោះមួយហើយគឺជាស្ពានមេត្រីតែមួយគត់ដែលយើងត្រូវទទួលអរគុណដល់ព្រះអង្គបើគ្មានព្រះយេស៊ូវទេការបាក់បែកដែលយើងបានប្រេះស្រាំជាមួយព្រះជាម្ចាស់នឹងមិនអាចផ្សះផ្សាបានឡើយព្រះអង្គជាព្រះនៃមេត្រីភាពព្រះអង្គជាបិតានៃផែនការដ៏ឥតខ្ចោះសម្រាប់ជីវិតមនុស្សលោកចឹងហើយបានជាយើងទទួលយកព្រះអង្គជាព្រះនៃមេត្រីភាពតែមួយគត់អរគុណដល់ព្រះអង្គសម្រាប់ព្រះបន្ទូលដែលយើងបានរៀនហើយយើងឃើញអំពីដំណើរដំបូងដែលមានការបែកបាក់ហើយជីវិតយើងសប្តាហ៍ថ្ងៃដែលជួបរឿងបញ្ហាទាំងអស់ហ្នឹងដែលយើងឃើញមូលហេតុដែលកើតឡើងមានហេតុនិងមានផលគ្រប់គ្រាន់គឺមានរឿងដំបូងដែលបង្កបញ្ហាហ្នឹងហើយព្រះអង្គនៅតែមានផែនការសម្រាប់យើងទាំងអស់គ្នាដល់ពេលអ្នកបងប្អូនទទួលជឿព្រះអង្គយើងនឹងបានជាមេត្រីជាមួយព្រះជាម្ចាស់ឡើងវិញអរគុណដល់ព្រះអង្គព្រះបិតាព្រះអង្គបានប្រទាននៅព្រះជាបុត្រាទ្រង់តែមួយដើម្បីឲ្យអស់អ្នកណាដែលជឿដល់ព្រះជាបុត្រានោះមិនត្រូវវិនិច្ឆ័យឡើយព្រះអង្គបានប្រទានព្រះអង្គធ្វើជាស្ពានមេត្រីឲ្យយើងរាល់គ្នាដើម្បីស្ដារមេត្រីភាពដែលយើងបានបាក់បែកហើយតែមានរនាំងខណ្ឌកណ្ដាលចេញដែលមិនអាចទៅជួបព្រះអង្គបាននោះឥឡូវនេះយើងមានច្រកទ្វារមួយដែលអាចទៅឋានបរមសុខបានទៅឋានសួគ៌បានតាមរយៈព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទតើថ្ងៃនេះអស់លោកអ្នកសម្រេចចិត្តទទួលជឿព្រះយេស៊ូវគ្រីស្ទដើម្បីបានមេត្រីជាមួយព្រះឡើងវិញហើយឬនៅតើនៅថ្ងៃនេះអស់លោកអ្នកសម្រេចចិត្តទទួលជឿព្រះយេស៊ូវគ្រីស្ទដើម្បីបានមេត្រីជាមួយព្រះឡើងវិញហើយឬនៅអរគុណព្រះអង្គខ្ញុំជឿថាបងប្អូននឹងសម្រេចចិត្តដើម្បីឲ្យយើងទាំងអស់គ្នាបានមានមេត្រីភាពជាមួយនឹងព្រះជាម្ចាស់វិញយើងបានទៅព្រះបិតាយើងវិញយើងបានទៅម្ដាយដើមឪពុកដើមយើងពីព្រោះម្ដាយដើមឪពុកដើមរបស់យើងគឺជាព្រះជាម្ចាស់យើងបានឃ្លាតឆ្ងាយយើងបានបាត់បង់នៅមេត្រីភាពមិនអាចទៅបានទេណាតាមរយៈការបន់ព្រេងតាមរយៈការប្រឹងប្រែងនិងតាមរយៈបុណ្យកុសលអីក៏ដោយគឺយើងមិនអាចទៅឯព្រះបិតាយើងទៅឯឋានបរមសុខបានទេមានតែធ្វើយ៉ាងណាឲ្យយើងមានមេត្រីភាពឡើងវិញដើម្បីឲ្យយើងអាចមានឱកាសនឹងឆ្លងស្ពានទៅព្រះបិតានៃយើងបានណាឆ្លងស្ពានទៅព្រះបិតានៃយើងបានដូច្នោះទេយើងមិនអាចនឹងទៅព្រះបិតាយើងបានទេនេះគឺជារឿងមួយដែលយើងអាចត្រូវតែឆ្លងមិនអាចយើងមិនអាចធ្វើបុណ្យឬក៏ធ្វើបុណ្យព្រេងឬសាងអ្វីឆ្លងបានទេណាស្ពានរបស់យើងគឺនឹងมันអាចឆ្លងផុតទេរដូវមហាជ្រៅណាមហាជ្រៅទោះយើងយកអ្វីដាក់ក៏មិនបានដែរគឺមានតែជើងឆ្កាងណាមានតែជើងឆ្កាងមានតែផ្លូវមួយគត់ដែលព្រះមានបន្ទូលថាខ្ញុំជាផ្លូវជាស្ដីពិតហើយជាជីវិតអ្នកណាមិនមកតាមខ្ញុំគ្មានអ្នកណាទៅឯព្រះបិតាបានឡើយនេះហើយគឺជាផ្លូវនេះគឺជាស្ពានដែលព្រះអង្គចម្លងយើងគឺមានតែព្រះយេស៊ូវគ្រីស្ទមួយប៉ុណ្ណោះសូមថ្វាយសិលអរដល់ព្រះម្ចាស់នៅថ្ងៃនេះផងដែរអ្នកបងប្អូនដែលជឿព្រះយេស៊ូវដើម្បីបានមេត្រីជាមួយព្រះសូមយើងបានអធិដ្ឋានជាមួយគ្នាអោព្រះបិតានៃឋានសួគ៌ទូលបង្គំទទួលស្គាល់ថាទូលបង្គំជាមនុស្សមានបាបហើយបានបែកចេញពីព្រះសូមអរព្រះគុណដែលទ្រង់ស្រឡាញ់ទូលបង្គំហើយបានប្រទានព្រះយេស៊ូវគ្រីស្ទមកសុគតជំនួសបាបរបស់ទូលបង្គំថ្ងៃនេះទូលបង្គំសម្រេចចិត្តទទួលព្រះយេស៊ូវជាព្រះអង្គសង្គ្រោះនិងជាព្រះម្ចាស់នៃជីវិតសូមអត់ទោសអំពើបាបរបស់ទូលបង្គំហើយសូមឲ្យទូលបង្គំបានផ្សះផ្សានិងមានមេត្រីជាមួយព្រះឡើងវិញសូមដឹកនាំទូលបង្គំឲ្យរស់នៅតាមព្រះハរតីរបស់ទ្រង់ជារៀងរាល់ថ្ងៃអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនអរអ្នកបងប្អូននៅពេលណាអ្នកបងប្អូនសម្រេចចិត្តយើងអាចអធិដ្ឋានតាមប្រយោគនេះបានសូមឲ្យព្រះជាម្ចាស់ជាព្រះនៃមេត្រីនៃអ្នកបងប្អូនហើយសូមឲ្យអ្នកបងប្អូនបានមេត្រីនឹងព្រះជាម្ចាស់ចាប់ពីពេលនេះតទៅអរគុណព្រះអង្គសូមព្រះប្រទានពរ